ធ្វើម្ហូបថ្ងៃមុននៅសល់ដៃមឹកខ្លាអញ្ចឹងហើយក៏យកមកឆាមីហ្មងទៅថែមបន្លែនេះនោះទៀតមកខ្ទះពេញហ្មងអញ្ចឹងដំបូងឡើយមុននឹងឆាមីខ្ញុំបានដាំទឹកហើយដាក់ជាមួយនឹងប្រេងឆាចូលមកបន្តិចដើម្បីកុំឲ្យមីនឹងស្អិតចូលគ្នាបន្ទាប់ពីទឹកពុះដាក់មីចូលប៉ុន្តែមិនចាំឲ្យឆ្អិនពេកទេឲ្យតែសៃមីនៅរឹងតិចតិចទៅបងប្អូនធ្វើអញ្ចឹងពេលឆាតែសៃមីអត់សូវដាច់ពីគ្នាអញ្ចឹងគ្រឿងផ្សំមានដូចនៅក្នុងវីដេអូនេះអញ្ចឹងបន្ទាប់មកខ្ញុំដាក់ខ្ទះឲ្យក្តៅដាក់ប្រេងឆាហើយដាក់មឹកហើយនឹងបកាចូលបន្ថែមជាមួយនឹងខ្ទឹមពងស្ករសប៊ីចេងឆាទៅមកឲ្យវាឈ្ងុយតិចហើយខ្ញុំដាក់ប្រេងខ្យងចូលចំពោះម្ហូបដែលខ្ញុំធ្វើអត់មានគ្រឿងអីថ្មីទេបងប្អូនមានតែប៉ុណ្្នឹងប៊ីចេងស្ករទឹកត្រីប្រេងខ្យងអីចឹងទៅអត់ដែលមានអីឲ្យពិសេសជាងនឹងទេប៉ុន្តែរសជាតិអាចទទួលយកបានអញ្ចឹងបន្ទាប់ពីសាច់យើងចូលជាតិជាមួយប៊ីចេងស្ករហើយខ្ញុំដាក់បន្លែចូលចំពោះពងទាបងប្អូនចង់គោះពេលដាក់សាច់ចូលក៏បានហើយពេលដាក់បន្លែចេះហើយក៏បានដែរបន្លែខ្ញុំអត់តន់អស់ហើយណានៅមានសណ្តែកបដោះមួយមុខទៀតនិយាយទៅថ្ងៃហ្នឹងបន្លែសម៉ានប្រមូលឆាទាំងអស់ដោយសារត្រូវដល់ថ្ងៃទៅសាបន្ទាប់ពីសណ្តែកបដោះចាប់ផ្ដើមសពប់ទុនល្អហើយខ្ញុំចាក់ទឹកត្រីចូលតាមពិតភ្លេចទឹកត្រីនេះត្រូវដាក់មុនទេតែមកដាក់ក្រោយវិញធ្វើម្ហូបយូររៀងវល់ដែរអញ្ចឹងចុងក្រោយដាក់មីចូលតែសៃមីពេលដែលស្រស់យើងលួចប្រេងឆាបន្តិចវាអត់ស្អិតចូលគ្នាទេវារសោះល្អតែប៉ុណ្្នឹងឆារបស់យើងឆ្អិនហើយបើចង់កាន់តែឆ្ងាញ់ញ៉ាំជាមួយទឹកត្រីកោះកុង